បាទជំរាបសួរក៏ដូចជាសួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះដែរយើងចូលមកកាន់អេពីសូតទី3បាទអេពីសូតមុនខ្ញុំបានរៀបរាប់អំពីរឿងដែលគួរព្រឺព្រួចនៅក្នុងរឿងព្រេងនិទានរឿងអាត់កំបាំងអាគមនីមួយៗចំនួនពីរឿងមកហើយបាទជាបន្តទៅទៀតនេះខ្ញុំបាទមានរឿងមួយទៀតដែលជារឿងដែលគួរឲ្យព្រឺព្រួចនិងភ័យខ្លាចសម្រាប់បងប្អូនសន្តាប់ទាំងអស់គ្នាដែរបាទកុំរងចាំយូរខ្ញុំបាទសូមនិទានរឿងដែលព្រឺព្រួចនិងរន្ធត់ជូនបងប្អូនស្ដាប់ទាំងអស់គ្នាបាទរឿងនេះដែរមានចំណងជើងថាបើកឡានជួបខ្មោចបាទបងប្អូនប្រកាសជាបានដឹងខ្លះហើយនៅពេលដែលធ្វើដំណើរពេលយប់ឡើងឬក៏ធ្វើដំណើរទៅណាឆ្ងាយផ្លូវដាច់ស្រយាលមានដើមឈើឬក៏ផ្លូវដែលស្ងាត់ជ្រងំបងប្អូនប្រកាសជាសម័យឃើញថានឹងមានអ្វីនឹងភ័យខ្លួនឬក៏មានអារម្មណ៍ថាដូចជាខ្លាចដូចជាព្រឹសបលអញ្ចឹងណាបងប្អូនតានៅពេលនេះដែរខ្ញុំបានលើកយករឿងមួយដែលដកស្រង់ចេញពីបងផ្ទះរបស់ខ្ញុំដោយសារតែគាត់ជាអ្នករត់ឡានបាទគាត់បានដកស្រង់បទពិសោធន៍ប្រាប់ខ្ញុំថាមិនងាយទេបាទបងប្អូនអើយទម្រាំតែយើងយកលុយគេបាន10000 20000ឬក៏4 50000អញ្ចឹងណាបងប្អូនដោយសារតែផ្លូវឆ្ងាយបាទជាបន្តទៅទៀតនេះខ្ញុំសូមចូលទៅដល់សាច់រឿងបាទសាច់រឿងនេះដែរខ្ញុំបានសាកសួរគាត់ហើយគាត់ក៏បានប្រាប់ខ្ញុំថានៅវេលាថ្ងៃមួយបន្ទាប់ពីបុណ្យចូលឆ្នាំហើយគាត់បានរវល់ដឹកភ្ញៀវមែនតែនបងប្អូនរវល់គាត់រត់ពីខេត្តកំពតទៅដល់ជ័យដែនថៃបាទនៅថ្ងៃមួយហ្នឹងគាត់ចេញទៅភ្ញៀវប្រហែលជា5-6 នាក់នៅក្នុងឡានរបស់គាត់ឆ្លងកាត់ខេត្តអស់ឬជាច្រើនខេត្តពីខេត្តមួយទៅខេត្តមួយដូចជាខេត្តកំពង់ស្ពឺឧដុង្គអីចឹងទៅកំពង់ឆ្នាំងបាត់ដំបងរហូតដល់ពោធិ៍សាត់ហើយទៅដល់ប៉ោយប៉ែតបងប្អូនដឹកភ្ញៀវទៅដល់ដោយសុវត្ថិភាពប៉ុន្តែមុននឹងទៅដល់បាទគឺគាត់គឺមានបញ្ហាតាមផ្លូវដូចជាចុះធម្មតាទេបងប្អូនគាត់ជិះឡានឆ្ងាយគាត់ចេះតែឈប់បានតិចឈប់នៅមានតូបឬក៏មានកន្លែងលក់ចាប់ហួយអីចឹងគាត់ឈប់ចឹងណាបងប្អូនបាននៅពេលដែលគាត់ឈប់គាត់បានឈប់ទិញភេសជ្ជៈអីហូបនឹងភ្ញៀវក៏បានទិញអ្វីដែលគាត់ភ្ញៀវទិញចឹងណាបន្ទាប់ពីកន្លងអស់ដូចជា2ម៉ោងគាត់បានទៅដល់ខេត្តមួយគឺខេត្តពោធិ៍សាត់ជាមួយនឹងបាត់ដំបងបងប្អូនបាទរឿងហេតុហ្នឹងបានកើតឡើងនៅពេលដែលគាត់បើកឡានរៀងងុយដេកធម្មតាទេបងប្អូនយើងជិះឡានពេលយប់តែងតែមានងុយដេកមានអីចឹងហើយបាទគឺនៅម្ដុំហ្នឹងវាស្ងាត់គឺផ្លូវបងប្អូនអីបើគាត់ថាបើសិនជាបើកឡានគ្នាតែ2នាក់ឬក៏អីគឺមិនហ៊ានទេបងប្អូនស្ងាត់ឈឹងតែម្ដងនៅថ្ងៃនោះគាត់បានជិះទៅធម្មតាទេមិនលឿនប្រហែលទេហើយក៏បានជិះបន្តិចបន្តតិចចឹងក៏ស្រាប់តែជួបកាត់ហេតុនឹងបងប្អូនហើយគាត់ថាឃើញស្រស់តែម្ដងគឺបង្ហាញឲ្យឃើញតែម្ដងបងប្អូនហើយគាត់ថាគាត់ព្រឺសម្បុរអស់ហើយគាត់ខ្លាចឡើងព្រឺសម្បុរហើយនៅក្នុងឡានហ្នឹងគឺឃើញតែគាត់2នាក់ទេនៅឃើញតែតកង់ហើយនឹងជិះនៅជាប់តកង់ហ្នឹងទេបងប្អូនបាទគឺគាត់ថាបើសិនជានេះវិញគាត់ភ័យដល់ថ្នាក់គាត់ជិះឡានអត់កើតទេគាត់សុំភ្ញៀវសម្រាប់ថាគាត់ទៅមុខអត់ចង់រួចទេដោយសារតែមិនឃើញហេតុនឹងកើតឡើងដឹងបងប្អូននឹងឃើញអីខ្លះអត់ជំរឿខ្ញុំប្រាប់បងប្អូនតាមគាត់ទេណាបាទពេលគាត់ជិះទៅនឹងឃើញបរោះ2នាក់ហើយនឹងនារីម្នាក់កំពុងតែអូសម៉ូតូអូស
អូនគាត់ស្មានតែយប់ស្ងាត់ចឹងអស់ដាច់សាំងដីអីចឹងណាគាត់ក៏បានវាយភ្លើងដាក់ទៅស្រាប់តែនារីដើរមកសំដៅឡានស្រាប់តដើរចូលឡានផ្លុកហ្មងបងប្អូនដើរចូលឡានភ្លក់ស្រាប់ពេលនោះគាត់ភាំងគាត់ភ័យហ៎បងចុះស្មានតាសុកមនុស្សរត់ចូលឡានណាគេ20ស្រាប់តភ័យគាត់ថាអស់ពលឹងលីងកងគាត់ថាចឹងស្រាប់តែបន្តគាត់ក៏ឈប់បន្តិចទៅស្រាប់តែបរិះ2នាក់ដែលកំពុងតែអូសម៉ូតូជួយរុញគ្នាហ្នឹងស្រាប់តែហក់មកវូចំមុខឡានគាត់ហ្មងហើយស្រាប់តែគាត់ថាឃើញពេញភ្នែកហ្មងហើយឃើញទិដ្ឋភាពដូចជាអ្នកស្រីហ្នឹងក្បាលអីបែកអស់មុខអីបែកអស់ហើយបងប្អូនអើយគួរឲ្យខ្លាចមែនទែនដោយសារតែខ្មោចប្រហែលជាពីមុនគាត់បានស្លាប់នៅក្នុងផ្លូវហ្នឹងលើផ្លូវហ្នឹងអញ្ចឹងណាបងប្អូនហើយប្រហែលពេលមិនទាន់សាច់ញាតិអីមកហៅពលឹងហៅអីទៅអញ្ចឹងណាខ្ញុំគិតថាប្រហែលជារឿងហ្នឹងគ្រោះថ្នាក់ចរាចរណ៍ហើយស្លាប់ទាំង3នាក់ហ្នឹងហ្មងខ្ញុំគិតថាអញ្ចឹងហ្មងបងប្អូនហើយពលឹងគាត់នៅទីហ្នឹងអត់ទាន់ទៅណាអញ្ចឹងណានៅតៃហោងហ្នឹងអញ្ចឹងណាបងប្អូនទោះបីខ្ញុំនិយាយប្រាប់បងប្អូនក៏ខ្ញុំមានអារម្មណ៍ថាពឺសបល់ដែរបាទគឺពឺសបល់មែនតែនហ្នឹងហើយបន្ទាប់មកខ្មោចប្រុស2នាក់ហ្នឹងលក្ខណៈថាលងសាហាវហ្មងឲ្យឃើញស្ដែងហ្មងឈាមបាក់ដៃបាក់ជើងដល់ហើយឡងមកភាំងហ្នឹងគាត់ឃើញតែ2នាក់ហ្នឹងគាត់ថាសឹងតែលួសពលឹងណាបងប្អូនប្រហែលជារំលងម៉ោង1ម៉ោង2គាត់ថាគាត់ស្ងាត់ឲ្យឈឹងផ្លូវហើយអត់មានមនុស្សបើកទេហើយពេលហ្នឹងធម្មតាទេបើសិនជាអត់មានមនុស្សបើកឲ្យមកធ្វើអញ្ចឹងខ្ញុំពឺសបល់ឡាក៏គាត់និយាយប្រាប់ខ្ញុំថាអូរឿងហ្នឹងប្រហែលជាដោយសារតែអត់មានសាច់ញាតិមកលក្ខណៈថាហៅពលឹងហៅអីទៅផ្ទះអញ្ចឹងណាហើយបើពេលបន្ទាប់មកគាត់ទៅដល់ឡែមហើយដល់ជ័យដែនថៃគាត់បាននិយាយប្រាប់បងប្អូនទៅកងឡានមួយគ្នាគាត់ប្រាប់ថាយប់មិញនៅកាឡូលេខនេះស្រាប់តែខ្មោចលងមិនអីគាត់ធម្មតានៅក្នុងឡានតែងតែមានវត្ថុឬក៏របស់ការពារខ្លួនអីបងប្អូនប៉ុន្តែដោយសារតែខ្មោចវាកំរោលវាឲ្យយើងឃើញហ្មងហើយគាត់ប្រាប់ទៅកងឡាននៅក្នុងក្រុមមួយគាត់អញ្ចឹងណានៅក្នុងក្រុមមួយគាត់ហ្នឹងគាត់ថាថ្ងៃហ្នឹងកាប់មុនចូលឆ្នាំហ្នឹងទៅតែមានគ្រោះថ្នាក់ចរាចរណ៍នៅម្ដុំហ្នឹងអញ្ចឹងណាហើយអត់ទាន់បាន7ថ្ងៃទេមូលហេតុដែលអត់ទាន់បាន7ថ្ងៃផ្ទះគាត់នៅឆ្ងាយអត់មានសាច់ញាតិអីមកហៅពលឹងហៅអីអញ្ចឹងណាបងប្អូនបាទបងប្អូនយល់យ៉ាងណាដែរចំពោះរឿងហេតុបែបនេះតើបងប្អូនធ្លាប់ជួបដែរអត់សម្រាប់ខ្ញុំអត់ធ្លាប់ជួបទេដោយសារតែអត់ដែរបានដើរពេលយប់តែបងប្អូនខ្លាចណាបើសិនជាបានជួបវិញតើបងប្អូនគួរធ្វើម៉េចបាទសម្រាប់ខ្ញុំវិញខ្ញុំដឹងភ័យលុះពលឹងមិនទេបងប្អូនអើយគួបផ្សំជាមួយនឹងយើងបើករៀងអស់ងុយឃើញមកវាក់អញ្ចឹងគឺដឹងតាលេងងុយដេកហើយបាទបងប្អូនបន្ទាប់មកគាត់បាននិយាយថាអូអត់ដឹងភាសានេះគាត់បានសម្រាប់នៅជ័យដែននឹងអស់រយៈពេល1ថ្ងៃដោយសារតែគាត់ភ័យនឹងតក់ស្លុតនៅរូបភាពដែលគាត់បានឃើញណាគាត់បានទៅវត្តនៅក្បែរនឹងឲ្យលោកស្រោចទឹកឲ្យលោកបដោះគ្រោះឲ្យអញ្ចឹងណាបងប្អូនបើអត់ធ្វើអញ្ចឹងទេគឺការធ្វើដំណើរឬក៏អីរបស់គាត់នឹងនៅតែឃើញរឿងហេតុបែបហ្នឹងទៀតអញ្ចឹងណាបាទគាត់បានស្រោចទឹកឲ្យពិតមែនប៉ុន្តែមកដល់ពេលដែលគាត់វិលត្រឡប់មកវិញនៅម្ដុំហ្នឹងដែលគឺនៅហើយគាត់ថានៅជិតគ្នាដែរគាត់បានឃើញទៀតតែម្ដងនេះបងប្អូនអត់លងអត់អីលក្ខណៈថាប្រឡាយឲ្យគាត់ភ័យទេគាត់តែឲ្យគាត់ឃើញហ្មងឃើញតាំងកញ្ចក់ឆ្វាច់ហ្មងណាធម្មតានៅនឹងផ្លូវនឹងផ្លូវភ្លុះទៅអញ្ចឹងមកខ្សែមកអញ្ចឹងមកខ្សែបន្ទាប់ពីឃើញតាមកញ្ចក់បងប្អូនអើយហើយកាលហ្នឹងគាត់មកដូចជាមានភ្ញៀវតែ3នាក់ទេនៅក្នុងពេលដែលគាត់ចេញដំណើរមកហ្នឹងគាត់បានឃើញហើយគាត់ថាដោយសារតា
គាត់មានកម្មពីឬក៏មានអ្វីដែលធ្លាប់ធ្វើខុសអីចឹងណាគាត់បានទាំងហោសកម្មអីគាត់ចេះតែនិយាយក្នុងឡានហ្នឹងណាហើយគាត់បាននិយាយប្រឡប់ភ្ញៀវនិយាយជាមួយភ្ញៀវប្រឡប់កុំឲ្យខ្លាចបាទជាក់ស្ដែងគាត់បានធ្វើដំណើរមកដល់ផ្ទះពិតមែនប៉ុន្តែរឿងដែលគួរឲ្យរន្ធត់នោះគឺគាត់បានឈឺបងប្អូនគាត់ធ្លាក់ខ្លួនឈឺអស់រយៈពេលជាង1ខែមុននឹងឈឺគីឡូគាត់កាលហ្នឹងដូចជា80គីឡូតែឥឡូវគាត់នៅសល់តែ60គីឡូជាងឯងបងប្អូនដោយសារតែគាត់ឃើញទស្សនវិជ្ជាដែលគួរឲ្យខ្លាចដែលធ្វើឲ្យបាត់បង់ស្មារតីបន្ទាប់មកឥឡូវគាត់ដូចជាផ្អាកធ្វើដំណើរតាមផ្លូវនឹងទៀតហើយគឺទស្សនវិជ្ជាដែលធ្វើឲ្យគាត់លក្ខណៈថារាងចាលបងប្អូនបាទតើបងប្អូនយល់យ៉ាងណាដែរបាទចំពោះខ្ញុំគិតថាគាត់ប្រហែលជានឹងមានរឿងកាត់ឡើងបន្តទៀតដោយសារតែគាត់បានឃើញទស្សនវិជ្ជាដែលមិនគួរឲ្យឃើញណាបាទខ្ញុំបានណែនាំគាត់ដែរបានប្រាប់ថាគួរតែទៅរំដោះគ្រោះចេញនឹងធ្វើបុណ្យទិកសលឲ្យគេទៅដោយសារតែយើងបានឃើញហើយមិនមែនមួយលើកទេបងប្អូនបាទរឿងនេះដែរខ្ញុំបាទដកស្រង់ចេញពីបងប្រុសម្នាក់ដែលនៅជិតផ្ទះខ្ញុំហើយបើសិនជាមានការខុសឆ្គងឬក៏និយាយទៅមិនត្រឹមត្រូវនៅពាក្យសម្ដីណាមួយសូមប្រិយមិត្តទាំងអស់គ្នាកុំប្រកាន់អីបាទហើយបងប្អូនប្រិយមិត្តអាច comment នៅក្នុងក្រោមវីដេអូបានអំពីរឿងដែលអាចកើតឡើងនៅចំពោះអ្នកជិតខាងឬក៏បងប្អូនជួបផ្ទាល់ហើយបើសិនជាមានអីកែលម្អខ្ញុំរីករាយនឹងទទួលយកទាំងអស់គ្នាបាទជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនប្រិយមិត្តទាំងអស់ដែលបានទស្សនានិងស្ដាប់រឿងដែលខ្ញុំសង្ខេបនិងលើករឿងដែលបទពិសោធន៍ផ្ទាល់ចំពោះដែលរឿងអ្នកដែលបានកាត់ឡើងបាទសូមអរគុណប្រិយមិត្តទាំងអស់គ្នាបាទសូមអរគុណច្រើនបាទសុខសប្បាយ